សុខទុក្ខយ៉ាងណាហើយបងប្អូនទាំងអស់គ្នាតាំងពីចូលឆ្នាំ2025នេះឥឡូវនេះទៅតែបាន2ខែទេនៅឆ្នាំ2025នេះក៏ប៉ុន្តែមានអារម្មណ៍ថាពួកយើងគឺជួបរឿងជាច្រើនមិនក្នុងគ្រួសារខ្ញុំទេប៉ុន្តែគឺជុំវិញពិភពលោកតែម្ដងគឺថារឿងអត់ចេះចប់អត់ចេះហើយហ្មងបើឃើញព័ត៌មានលើកណាគឺថាតឹងទ្រូងតឹងចិត្តណាស់និយាយពីការចំណាយទៅលើការរស់នៅប្រចាំថ្ងៃដោយការហូបចុកនេះវិញគឺមុខតំណែងទាំងអស់មិនថាហូបចុកឬមួយក៏របស់របរអីទេគឺឡើងថ្លៃ1 គុណនឹង 2បើដូចសប្តាហ៍ថ្ងៃនេះខ្ញុំរស់នៅប្រទេសអាមេរិកអញ្ចឹងអាវ៉ាន់គឺសឹងតែ1 គុណជា 2ឲ្យឡើងថ្លៃដោយពងទាពងមាន់ឲ្យឡើងថ្លៃណាស់សឹងតែបងប្អូនគ្រប់គ្នាល្អគ្រប់គ្នាតែម្ដងហើយអ្នកខ្លះបើកហាងដូណាត់ឬមួយក៏ហាងលក់ដូរអីផ្សេងពិបាកហោស៊ីណាបងប្អូនដោយសារតែអាវ៉ាន់ឥឡូវឡើងថ្លៃហើយតែពេលការលក់ដូររបស់យើងតម្លៃថេរភាពអញ្ចឹងគឺចំណូលអត់សូវបានច្រើនចំណេញក៏អត់សូវបានច្រើនដែរអ្នកនៅអាមេរិកខ្លះក៏និយាយថាតំណែងចោះថោកឬមួយក៏ងាយស្រួលរស់នៅអីខ្ញុំអត់ដឹងណាប៉ុន្តែនៅនេះឥឡូវគឺតំណែងគឺឡើងថ្លៃនិយាយទៅការរស់នៅគឺរៀងពិបាកអត់ដូចមុនទេពីមុនណាលុយច្រើនមែនប៉ុន្តែតំណែងយើងទិញទៅចាយវាអស់តិចតួចទេអញ្ចឹងមានន័យថាសុបាយចាយបើឥឡូវអត់ទេគឺថាមុននឹងទិញអីគឺគិតមុខគិតក្រោយណាអ្នករស់នៅស្រុកខែវគឺគេចំណាយគឺគិតមុខគិតក្រោយណាពេលដែលខ្ញុំរស់នៅស្រុកគេនេះបើខ្ញុំចេះចូលស្ទឹងតាមបោះតាមគេព្រោះគេចំណាយទៅលើមុខម្ហូបឬមួយក៏របស់របរអីក៏ដោយមិនថាប្រាក់ខែគេច្រើនប៉ុណ្ណាក៏គេទៅមើលតម្លៃហើយគឺគេត្រូវគិតសិនមិនគេទិញគេមិនចេះតែមានលុយប្រាក់ខែច្រើនគេចេះទិញអត់ទេគឺគេគិតមុខទៅលើរឿងតម្លៃនឹងសិនមិនគេគិតគូចាំមិនខ្ញុំនិយាយថាអ្នកនៅស្រុកក្រៅនៅអាមេរិកនេះផ្ទាល់គឺចាយរីតាមជាងអ្នកនៅខ្មែរហើយសម្រាប់បច្ចុប្បន្នឥឡូវនេះអ្នកដែលរស់នៅក្នុងប្រទេសអាមេរិកនេះដែលអត់មានឯកសារគ្រប់គ្រាន់ឬមួយក៏ប្រព្រឹត្តបទល្មើសអីផ្សេងចាគឺគេចាប់គ្រប់ជាតិសាសន៍តែម្ដងគឺគេបញ្ជូនទៅស្រុកកំណើតវិញចឹងហើយធ្វើឲ្យម្នាក់ពេលខ្លះស្ដាប់ព័ត៌មានទៅច្រឡំឬមួយក៏ធ្វើឲ្យផិតភ័យអីចឹងបងប្អូនមិនភ័យទេឲ្យតែយើងធ្វើតាមត្រឹមត្រូវអត់ខុសច្បាប់ទោះបីថាដូចខ្ញុំជាក់ស្ដែងgreen card ខ្ញុំផុតកំណត់ប៉ុន្តែគឺមានឯកសារគ្រប់គ្រាន់ដែលគេកំពុងតែហូតឯកសារឲ្យខ្ញុំគេហៅថា work permit ហ្នឹងណាគឺគេឲ្យខ្ញុំនៅបន្ត4ឆ្នាំទៀតអញ្ចឹងទៅម្លងពេលហ្នឹងគឺគេមានกระดาษស្គាល់ឲ្យយើងបាច់ភ័យហើយគេមិនចោះចាប់យើងទាំងឆៅទេតើតើគេពិនិត្យឃើញយើងថាមានឯកសារអត់គ្រប់គ្រាន់ឬមួយក៏លួចរស់នៅអត់ស្របច្បាប់ឬមួយក៏ប្រព្រឹត្តអីខុសអីមួយនឹងមិនគេចាប់បើថាឃើញវីដេអូដែលឃើញគេចាប់ស្រស់មើលទៅដូចផិតភ័យអីហ្នឹងកុំខ្លាចបើយើងអត់ធ្វើអីខុសយើងនៅធម្មតាយើងនៅតែយើងទៅមនុស្សញោមគឺអត់សូវចូលចិត្តនិយាយរឿងខាងក្រៅនៅក្នុងវីដេអូរបស់ខ្ញុំក្រៅពីខ្ញុំធ្វើម្ហូបឬមួយក៏សកម្មភាពប្រចាំថ្ងៃរបស់ខ្ញុំឯងប៉ុន្តែពេលខ្លះព័ត៌មានអត់ពិតឬមួយក៏ស្ដាប់អីគឺចូលចិត្តរបៀបចាំបាន like ឬមួយក៏អ្នកMMO ឬមួយក៏អីផ្សេងនិយាយធ្វើម៉េចព័ត៌មានអត់ច្បាស់ការអញ្ចឹងក៏ចេះតែនិយាយអីធ្វើឲ្យផិតភ័យបំភ្លើសអីអញ្ចឹងណាតែអ្នកខ្លះក៏មានអ្នកធ្វើវីដេអូល្អដែរដើម្បីឲ្យយើងមានការប្រុងប្រយ័ត្នចេះថែខ្លួនអីចឹងទៅសម្រាប់ខ្ញុំឲ្យតែយើងរស់នៅអត់មានខុសច្បាប់ឬមួយក៏អត់មានប្រព្រឹត្តអីខុសយើងដឹងខ្លួនឯងហើយមិនគេចេះចោលមកចាប់ឆៅទេហើយចំពោះខ្ញុំធ្វើវីដេអូជារៀងរាល់ថ្ងៃនេះខ្ញុំមិនមែនជាMMOប៉ុន្តែខ្ញុំជាអ្នកបង្កើតមាតិកានៅក្នុងគ្រួសាររបស់ខ្ញុំជាវីដេអូប្រចាំថ្ងៃដោយសារតែខ្ញុំរស់នៅឆ្ងាយពីអ្នកផ្ទះខ្ញុំមានបងប្អូននៅខ្មែរមានមិត្តភ័ក្តិនៅរដ្ឋផ្សេងអញ្ចឹងខ្ញុំក៏ធ្វើវីដេអូឲ្យពួកគាត់បានឃើញព្រោះយើងមានពេលវេលាណាចេះតែខហៅគ្នាសួរសុខទុក្ខគ្នាទេអញ្ចឹងពេលគាត់ដែលបានឃើញវីដេអូរបស់ខ្ញុំអញ្ចឹងគាត់ដឹងថាសកម្មភាពរបស់ខ្ញុំថ្ងៃនេះបានធ្វើអីអញ្ចឹងណាខុសពី MMO បើ MMO ដែលធ្វើវីដេអូពេលខ្លះគាត់និយាយធ្វើម៉េចឲ្យតែបាន like បាន view បានលុយនៅក្នុង Facebook ប៉ុន្តែសម្រាប់ខ្ញុំអត់ដែរខ្វល់រឿងលុយនៅក្នុង Facebook អីទេបើថាមានក៏មានអត់ក៏អត់ច្រើនក៏ច្រើនតិចក៏តិចតាមហ្នឹងទៅដោយសារតែខ្ញុំស្រឡាញ់ការធ្វើវីដេអូនេះតាំងពីមិនទាន់រកលុយនៅក្នុង Facebook យទៅតាំងពីនឿយតាំងពីដើមហ្មងចូលចិត្តវីដេអូឲ្យចែករំលែកនៅក្នុងបងប្អូនបានឃើញអញ្ចឹងណាមិនថា YouTube Facebook អីក៏ដោយគឺខ្ញុំបង្ហោះធ្វើម៉េចឲ្យតែខ្ញុំមានសកម្មភាពជាប្រចាំថ្ងៃរបស់ខ្ញុំទុកថ្ងៃក្រោយទៅយើងបានឃើញសកម្មភាពរបស់យើងដល់ខ្លួនឯងឬមួយក៏បងប្អូនបានឃើញដែរសូម្បីតែម៉ាក់ប៉ាខ្ញុំតួខ្ញុំនៅឆ្ងាយអញ្ចឹងមែនតែអត់សូវមានពេលបានខលរកគ្នាប្រហែលទេដោយសារតែខ្ញុំឥឡូវនេះជាប់ធ្វើការមួយអាទិត្យហ្នឹងគឺ7ថ្ងៃអត់មានថ្ងៃឈប់ទេចាហើយបើសិនជាចង់មានពេលវេលាខលនិយាយញឹកញាប់អីគឺអត់មានទេមានតែតាមរយៈវីដេអូហ្នឹងហើយឆ្លៀតថតអីអញ្ចឹងទៅណា
អរគុណបងប្អូនទាំងអស់គ្នាសម្រាប់ការមកស្ដាប់វីដេអូរបស់ខ្ញុំមួយនេះបើសិនជាមានពាក្យពេចន៍ខុសឆ្គងត្រង់ណាអីសូមខន្តីអភ័យទោសផងណាហើយក៏ជូនពរបងប្អូនទាំងអស់គ្នាសុខភាពល្អផងដោយសារបច្ចុប្បន្នឥឡូវនេះជំងឺកាចសាហាវគឺផ្ដាសាយធម្មតាហ្នឹងក៏យើងត្រូវតែប្រុងប្រយ័ត្នដែរអញ្ចឹងធ្វើម៉េចយើងថែសុខភាពរបស់យើងបានល្អទេញ៉ាំឲ្យបានគ្រប់គ្រាន់ធ្វើការកំហត់ពេកទោះបីថាខ្ញុំធ្វើការ7ថ្ងៃមែនណាប៉ុន្តែខ្ញុំថែសុខភាពណាទាំងវីតាមីនទាំងការគេងទាំងការញ៉ាំចាហើយទោះបីធ្វើការច្រើនម៉ោងក្រោយប៉ុន្តែយើងអត់ឲ្យយើងបាក់កន្លាងទេណាអញ្ចឹងទាំងហរលុយទាំងសុខភាពគឺត្រូវថែទាំដើរទៅមុខស្របគ្នាខ្ញុំនិយាយចាំមកវីដេអូនេះសឡចាប់ឆាយរបស់ខ្ញុំក៏បានឆ្អិនរួចរាល់ដែរចូលឆ្នាំចិនបានធ្វើអញ្ចឹងហើយធ្វើថ្ងៃនេះទៅបានញ៉ាំច្រើនថ្ងៃដែរ